ប្រព័ន្ធផ្សព្វផ្សាយពិធីករពិធីការនីដែលតួនាទីសំខាន់ក្នុងការផ្ដល់សារអប់រំអំពីសុខភាពបន្តពូជពិសេសការរំលូតប្រកបដោយសុវត្ថិភាពនិងវិធានការបង្ការទប់ស្កាត់ចំពោះហានិភ័យដែលអាចនឹងកើតមានឡើងក្រោយពេលរំលូតដែលមិនបានត្រឹមត្រូវទៅតាមក្បួនវិទ្យាសាស្ត្រដូច្នេះហើយការរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជដើម្បីផ្ដល់ការអប់រំផ្ដល់ចំណេះដឹងនិងផ្ដល់ព័ត៌មានពាក់ព័ន្ធដល់ស្ត្រីនិងកុមារជាពិសេសស្ត្រីនិងកុមារងាយរងគ្រោះនៅតំបន់ជនបទដាច់ស្រយាលដែលប្រឈមការលំបាកក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយការថ្លែងពីសារៈសំខាន់នៃការផ្សព្វផ្សាយផ្ដល់នូវចំណេះដឹងពីការពាក់ព័ន្ធសុខភាពបន្តពូជនេះធ្វើឡើងក្នុងឱកាសឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ទុយសេរីរតននេតភត្រាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍក្រសួងព័ត៌មានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរំលូតដោយសុវត្ថិភាពរៀបចំឡើងដោយសមាគមនារីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី4ខែមិថុនាឆ្នាំ2025នាមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រិតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួងដោយសិក្ខាកាមចូលរួមជាស្ត្រីដែលបំពេញការងារក្នុងវិស័យព័ត៌មានប្រមាណ200នាក់អង្គសិក្ខាសាលាមានការចូលរួមពីវាគ្មិនសំខាន់ៗមកពីក្រសួងសុខាភិបាលក្រសួងកិច្ចការនារីក្រសួងប្រៃសណីនិងទូរគមនាគមន៍ឯកឧត្តមនេតភត្រាបានគូបញ្ជាក់ថាការលើកកម្ពស់និងចែករំលែកចំណេះដឹងដល់មន្ត្រីក្រសួងព័ត៌មានជាពិសេសសមាជិកាសាខាសមាគមនារីក្រសួងព័ត៌មានពាក់ព័ន្ធនឹងសុខភាពបន្តពូជការរៀបចំផែនការគ្រួសារផ្សារភ្ជាប់នឹងផ្នត់គំនិតសង្គមកម្ពុជាជាពិសេសការរំលូតប្រកបដោយសុវត្ថិភាពគឺមានសារៈសំខាន់ដើម្បីចូលរួមអប់រំនិងផ្សព្វផ្សាយចំណេះដឹងនិងផ្ដល់ព័ត៌មានពាក់ព័ន្ធដល់ស្ត្រីនិងកុមារជាពិសេសស្ត្រីនិងកុមារងាយរងគ្រោះនៅតំបន់ជនបទដាច់ស្រយាលដែលប្រឈមនឹងការលំបាកក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយដូច្នេះតាមរយៈអង្គសិក្ខានាឱកាសនេះបានបង្ហាញនូវការចែករំលែកសារដាស់តឿនដល់យុវវ័យអំពីទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដែលស្ត្រីកម្ពុជាត្រូវប្រកាន់ខ្ជាប់ពង្រឹងចំណេះដឹងអ្នកចូលរួមតាក់ទងនិងសុខភាពបន្តពូជនិងការរៀបចំផែនការគ្រួសារចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការរំលូតប្រកបដោយសុវត្ថិភាពស្វែងយល់អំពីស្ថានភាពនៃការរំលូតនិងផលរំខានពីការរំលូតតម្រង់ទិសអ្នកពាក់ព័ន្ធជាពិសេសមន្ត្រីក្រសួងព័ត៌មានដែលជាស្ថាប័នផ្សព្វផ្សាយនិងចែករំលែកព័ត៌មាននិងចំណេះដឹងអំពីរបៀបក្នុងការចែករំលែកនិងផ្ដល់យោបល់បន្តដល់យុវវ័យអំពីការរំលូតប្រកបដោយសុវត្ថិភាពនិងទង្វើគួរជៀសវាងពាក់ព័ន្ធនឹងការរំលូតតាមបែបបុរាណផ្សព្វផ្សាយដល់សហគមន៍ឲ្យចូលរួមលើកទឹកចិត្តស្ត្រីជាពិសេសស្ត្រីនិងក្មេងស្រីដែលទទួលរងការបៀតបៀនជៀសវាងការប្រមាថនិងមាក់ងាយពីសង្គមដែលជាកត្តារុញច្រានស្ត្រីនិងក្មេងស្រីរងគ្រោះឲ្យឈានទៅប្រើប្រាស់សេវារំលូតដែលគ្មានសុវត្ថិភាពនិងគុណសម្បត្តិនិងគុណវិបត្តិនៃការអភិវឌ្ឍបច្ចេកវិទ្យាលើការទទួលបានព័ត៌មាននិងចំណេះដឹងរបស់ស្ត្រីនិងកុមារនៅតំបន់ជនបទឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់មន្ត្រីព័ត៌មានពិសេសប្រព័ន្ធផ្សព្វផ្សាយចូលរួមចែករំលែកនិងផ្សព្វផ្សាយចំណេះដឹងបន្តពីវាគ្មិនជំនាញមកពីស្ថាប័នពាក់ព័ន្ធទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសស្ត្រីនិងកុមារដែលជិតឈានចូលដល់វ័យគ្រប់ការនិងយុវវ័យដើម្បីឲ្យពួកគេយល់ដឹងបានកាន់តែច្បាស់អំពីការត្រៀមខ្លួនជាស្រេចមុនពេលសម្រេចចិត្តជ្រើសរើសដៃគូជីវិតការសម្រេចចិត្តមានគភ៌និងការត្រៀមចិត្តត្រៀមកាយនិងស្មារតីក្នុងការធ្វើជាម្ដាយឆ្លៀតក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរឯកឧត្តមរដ្ឋមន្ត្រីនេតភត្រាបានគូបញ្ជាក់ថាការរំលូតដោយសុវត្ថិភាពមិនមែនជាប្រធានបទថ្មីដែលប្រជាជនទើបបានដឹងនៅពេលនេះនោះទេរាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យបណ្ដាលមកពីការរំលោភដោយគ្មានសុវត្ថិភាពដែលរួមចំណែកធ្វើឲ្យអត្រាមរណមាតាកើនឡើងនៅប្រទេសកម្ពុជាតាមរយៈការអនុម័តច្បាប់ស្ដីពីការរំលោភកូនដោយសុវត្ថិភាពកាលពីឆ្នាំ1997ធ្វើឲ្យការរំលោភនៅកម្ពុជាក្លាយជាស្របច្បាប់ជិត30ឆ្នាំមកហើយ